am lonely ជាខ្មែរយើងថាខ្ញុំអាយកោបាទនេះរូបភាពបាទអញ្ចឹងពាក្យថា lonely មានន័យថាអាយកោណាបាទជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងមកសិក្សាបាទ everyday English បាទ everyday English មានន័យថាអង់គ្លេសប្រចាំថ្ងៃបាទអញ្ចឹងអង់គ្លេសអាចពាក់ព័ន្ធនឹងការប្រើប្រាស់នៅក្នុងសកម្មភាពប្រចាំថ្ងៃហ្នឹងហើយតោះបាទប្រយោគទី1របស់យើងបាទ I am busy បាទ I am busy ដាក់ឲ្យវាខាងក្រោមនេះណា I am busy នេះមានន័យជាខ្មែរយើងថាខ្ញុំរវល់បាទអញ្ចឹងពាក្យ busy នេះគឺរវល់ណាបាទមើលទៅកាន់រូបភាពនេះបាទមានដៃ3 4កាន់សម្ភារៈផ្សេងៗណាអញ្ចឹងបើបងប្អូនចង់និយាយថាខ្ញុំរវល់ភាសាអង់គ្លេសថា I am busy ណាតោះ I am lazy បាទ I am lazy មានន័យជាខ្មែរយើងថាខ្ញុំខ្ជិលបាទអញ្ចឹងពាក្យថា lazy ប្រែថាខ្ជិលបាទអញ្ចឹងពេលយើងអត់ចង់ធ្វើអីមួយបងប្អូនអាចបង្កើតប្រយោគថាខ្ញុំខ្ជិលអញ្ចឹងបងប្អូនអាចនិយាយថា I am lazy ណានេះរូបភាពនេះបាទអញ្ចឹង I am lazy មានន័យថាខ្ញុំខ្ជិលទៅប្រយោគបន្ទាប់ I am dizzy I am dizzy បាទមានន័យថាខ្ញុំវិលមុខអញ្ចឹងពាក្យ dizzy នេះមានន័យថាវិលមុខបាទតោះមើលទៅកាន់រូបភាពនេះបាទ I am dizzy ខ្ញុំវិលមុខបាទប្រយោគបន្ទាប់ I am lonely បាទ I am lonely ជាខ្មែរយើងថាខ្ញុំអាយកោបាទនេះរូបភាពបាទអញ្ចឹងពាក្យថា lonely មានន័យថាអាយកោណាមកមួយទៀត I am pretty I am pretty បាទមានន័យថាខ្ញុំស្អាតអញ្ចឹងពាក្យ pretty កន្លែងនេះមានន័យថាស្អាតអញ្ចឹងបងប្អូនអាចនិយាយមកកាន់ខ្លួនឯងបាន I am pretty តែបើសិនជាបងប្អូនជាបុរសឬប្រុសបងប្អូនអាចនិយាយថា I am handsome ណាខ្ញុំសង្ហាអញ្ចឹងទៅអញ្ចឹង I am pretty កន្លែងនេះគឺស័ក្តិសមចំពោះបងប្អូនស្រីណានេះបាទអញ្ចឹងបងប្អូនថ្ងៃនេះយើងសិក្សាអំពី everyday English អង់គ្លេសប្រចាំថ្ងៃអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងសកម្មភាពផ្សេងទៀតបាទហើយបើសិនជាបងប្អូនចង់សិក្សាថ្នាក់មូលដ្ឋានគ្រឹះបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាបាទជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រាក់ព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF